សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូមុនខ្ញុំបានបង្ហាញពីរបៀបបង្កើត account ទូទៅប៉ុស្តិ៍ហើយនឹងយើងដាក់ Facebook ចូលឥឡូវខ្ញុំសូមបន្តទៀតដោយលើកនេះខ្ញុំសូមបង្ហាញពីរបៀបបង់ប្រាក់ដើម្បីជាវគម្រោងនៅលើ tool នេះម្ដងដោយសារគ្រប់គម្រោងទាំងអស់ហ្នឹងគឺយើងតតែបង់ប្រាក់សិនទើបអាចយើងប្រើបានអញ្ចឹងណាហើយមុខងារនីមួយៗយ៉ាងម៉េចនោះចាំខ្ញុំលម្អិតនៅចុងវីដេអូនេះឥឡូវយើងចាប់ផ្ដើមដោយបើក website tubetopost.com នៅលើ browser ហើយយើងត្រូវ log in ចូលទៅក្នុង account របស់យើងបើគ្នាយើងអត់ទាន់មាន account ទេសូមចុះឈ្មោះសិនណាហើយរបៀបចុះឈ្មោះយ៉ាងម៉េចនោះសូមមើលវីដេអូមុនបន្ទាប់ពី log in ចូល account ហើយបន្តមកយើងចុចលើ menu ខាងលើខាងឆ្វេងនេះហើយយើងចុចរើសយក plans and pricing មកដល់កន្លែងនេះយើងនឹងឃើញគម្រោងជាច្រើនមានដូចជា standard advanced professional អីចឹងទៅដែលក្នុងគម្រោងមួយហ្នឹងយើងមានមុខងារច្រើនតែឥឡូវយើងផ្ដោតទៅលើរបៀបបង់ប្រាក់សិនបានហើយចាំលម្អិតមុខងារទាំងអស់ហ្នឹងថាមានអីគេខ្លះនៅបន្ទាប់ពីនេះទៀតឥឡូវឧបមាថាយើងចង់ជាវគម្រោង standard នេះអញ្ចឹងយើងចុចនៅលើប៊ូតុង subscribe លើហ្នឹងទៅវានឹង load pop up នេះមកហើយកន្លែងនេះវាបង្ហាញពីគម្រោងហើយនឹងថ្ងៃផុតកំណត់ចាស់របស់យើងដែល like នៅខាងក្រោមនេះគឺសម្រាប់គម្រោងថ្មីដែលយើងនឹងជាវកន្លែងនេះយើងអាចជ្រើសរើសយកគម្រោងផ្សេងក៏បានដែរបើសិនជាយើងចូលខុសពីដើមមកអញ្ចឹងណាហើយកន្លែងនេះយើងអាចជ្រើសរើសរយៈពេលដែលយើងត្រូវជាវហ្នឹងវាមាន1ខែ2ខែហើយបើយើងរើសយក3ខែអានឹងវា free auto ឲ្យ1ខែហ្មងហើយកាន់តែពិសេសទៀតហ្នឹងបើសិនជាយើងរើសយក12ខែគឺយើងអាចប្រើបានរហូតហ្មងហើយខាងក្រោមនេះយើងអាចមើលថាតើវា free ប្រមាណអញ្ចឹងណាហើយថ្ងៃផុតកំណត់ហើយនឹងចំនួនទឹកប្រាក់ដែលយើងត្រូវបង់ឥឡូវយើងចូលដល់កន្លែងបង់ប្រាក់ដោយប៊ូតុងខាងក្រោមនេះគឺសម្រាប់បង់ប្រាក់ភ្លាមហើយវាបើកអូតូភ្លាមហ្មងដោយយើងគ្រាន់តែ scan QR ចំណែកនៅខាងក្រោមនេះគឺយើងអាចបង់តាមវិធីផ្សេងទៀតជាច្រើនដូចជាតាមធនាគារ USDT PayPal ឬក៏ Western Union ហើយនិង MoneyGram អីចឹងទៅអញ្ចឹងខ្ញុំសូមបង្ហាញពីរបៀបបង់ប្រាក់អូតូដោយយើងចុចប៊ូតុង Auto Pay QR នេះពេលចុចទៅវា load QR នេះមកហើយយើងគ្រាន់តែ scan QR ហ្នឹងទៅហើយយើងអាចថត screen យកទៅ scan នៅក្នុង app ធនាគាររបស់យើងឬក៏យកទូរស័ព្ទមួយទៀតមក scan ក៏បានឬក៏យើងផ្ញើទៅឲ្យអ្នកផ្សេង scan ឲ្យក៏បានដែរសំខាន់គឺយើងត្រូវធ្វើយ៉ាងណាកុំឲ្យលើសពី5នាទីបានវាបើកឲ្យអូតូអញ្ចឹងណាហើយមួយទៀតអា QR ហ្នឹងយើងកុំបិទពេលយើងថត screen នេះទុកវានៅបើកអញ្ចឹងហើយយើងគ្រាន់តែ switch ទៅ app ធនាគាររបស់យើងទៅហើយយើង scan ទៅបានវាបើកអូតូតែបើយើងច្រឡំបិទឬក៏វាអូតូបិទអីអញ្ចឹងក៏វាអត់បញ្ហាដែរគ្រាន់តែវាអត់បើកភ្លាមអញ្ចឹងណាយើងត្រូវចាំ5នាទីបានវាបើកឲ្យឥឡូវខ្ញុំសូមថត screen ហើយយើងបើក app ធនាគាររបស់យើងមកហើយធនាគារស្រុកខ្មែរភាគច្រើនគឺយើងអាច scan បានចូលកន្លែង scan នេះទៅហើយយើងចុច upload QR នេះមកហើយទៅយើងចុច pay now ហើយទៅយើងវាយលេខកូដធនាគាររបស់យើងមកឥឡូវវាបានហើយឥឡូវយើងត្រឡប់ទៅទូទៅប៉ុស្តិ៍វិញហើយរងចាំបន្តិចទៅវាបើកឲ្យហើយនេះវាបើកហើយណាអញ្ចឹងមកដល់កន្លែងនេះមានន័យថាការបង់ប្រាក់របស់យើងគឺជោគជ័យហើយនៅកន្លែងនេះយើងអាចចូលទៅ dashboard ដើម្បីផុសឬក៏យើងធ្វើអីផ្សេងដែលយើងអាចធ្វើបានទៅតាមគម្រោងដែលយើងបានជាវហ្នឹងឬក៏យើងចូល my account នេះដើម្បីពិនិត្យមើលព័ត៌មានរបស់យើងពិសេសថ្ងៃផុតកំណត់ហើយនិងប្រវត្តិនៃការជាវរបស់យើងជាដើមហើយក្នុងករណីខ្លះដែលយើងមានបញ្ហាផ្សេងដូចជាយើងមិនអាច scan បានធនាគារខ្លះមិនដំណើរការឬក៏យើងបានទូទាត់ប្រាក់ហើយវាអត់បើកឲ្យអូតូកុំអាលភ័យស្លន់ស្លោអីយើងអាចឆាតចូលក្នុង group support នេះទៅឬក៏ផ្ញើសារមកខ្ញុំមកផ្ទាល់ក៏បានដែរហើយចាំខ្ញុំដោះស្រាយឲ្យភ្លាមហ្មងក្រៅពីបង់ប្រាក់អូតូហ្នឹងក៏យើងនៅមានការបង់ប្រាក់តាមវិធីផ្សេងទៀតដែរតាមរយៈធនាគារស្រុកខ្មែរយើងដូចជា ABA, Aclida, Wing, True Money ហើយនិងបាកងអីចឹងទៅដោយគ្រាន់តែយើងវេមកតាមលេខកង់នេះណា
ឬក៏យើងអាចទៅកន្លែងវេលុយហើយយើងវេមកលេខទូរស័ព្ទនេះហើយមួយទៀតគឺយើងអាច scan តាម QR នេះបានដែរបន្ទាប់ពីទូទាត់ហើយហ្នឹងយើងថតវិក័យប័ត្រមកនិងអាស័យដ្ឋាន email ដែលយើងចុះឈ្មោះលើទូរទស្សន៍ហ្នឹងមកហើយផ្ញើមក Telegram ខ្ញុំមកចាំខ្ញុំបើកឲ្យហ្នឹងហើយដូចគ្នាដែរសម្រាប់ USDT យើងអាចផ្ទេរប្រាក់តាមរយៈ Binance ID នេះឬក៏យើងផ្ញើតាមអាស័យដ្ឋាន Tron TRC 20ឬក៏ BEP 20នេះក៏បានដែរហើយសម្រាប់ PayPal អាចវេមកតាម email នេះពេលវេហើយយើងធ្វើដូចគ្នាទៅដោយថតវិក័យប័ត្រហើយនឹងឲ្យ email មកខ្ញុំបើកឲ្យហ្នឹងហើយអ្នកទាំងអស់គ្នារបៀបបង់ប្រាក់ហ្នឹងគឺងាយៗអញ្ចឹងទេឥឡូវយើងមកមើលនៅក្នុងគម្រោងមួយហ្នឹងថាមានអីគេខ្លះហើយគម្រោងទី1នេះគឺ standard តម្លៃវាមួយខែ$3ដែលគម្រោងនេះយើងអាចភ្ជាប់ account Facebook បានចំនួន20ហើយអត់មានកំណត់ចំនួន page ទេដោយនៅក្នុង account មួយនេះយើងអាចដាក់ page បានរហូតដល់100ហើយយើងអាច share link ហើយនឹងផុសអក្សរបានបើយើងចង់ផុសរបៀបហ្នឹងយើងចូលតាមផុសនេះហើយចូលកន្លែងនេះយើងអាច share link page link ផុសឬក៏ link website ក៏បានដែរលើសពីនឹងទៀតយើងអាចផុសអក្សរទទេឬក៏អក្សរមាន background របៀបនេះហើយពេលផុសទៅយើងឲ្យវា comment ពីក្រោមអញ្ចឹងក៏បានដោយ comment ហ្នឹងយើងមិនពិបាកសរសេរច្រើនដងទេគឺយើងអាចសរសេរទុកនៅក្នុង preset ហើយពេលយើងត្រូវការយើងគ្រាន់តែចុចរើសមកវិញទៅបានហើយនិយាយទៅអូតូ comment ពីក្រោមហ្នឹងគឺយើងអាចធ្វើបាននៅគ្រប់កន្លែងទាំងអស់មិនថាដែលយើងផុសអក្សរផុសរូបភាពផុសវីដេអូ PE អីទេគឺបានទាំងអស់ហើយសំខាន់មួយទៀតដែលយើងកាន់តែស្រួលហ្នឹងគឺយើងអាចផុសម្ដងបានច្រើន page ឧបមាថាបើយើងផុសអីនៅ page មួយហើយយើងចង់យក page ផ្សេងទៀត share យើងគ្រាន់តែ copy link ហើយយកមក share នៅកន្លែងនេះទៅគឺវាលឿនជាងយើងបើកចូល page ម្ដងមួយ share អញ្ចឹងណាហើយកន្លែងផុស photo នេះគឺយើងផុសរូបធម្មតាដូចយើងផុសធម្មតាហ្នឹងយើងអាចផុសម្ដងមួយរូបឬក៏ច្រើនរូបក្នុងផុសតែមួយហ្នឹងហើយយើងអាចផុសម្ដងទៅច្រើន page បានដូចគ្នាកន្លែងផុសវីដេអូនេះគឺសម្រាប់ផុសវីដេអូធម្មតាជាទូទៅគឺគេផុសវីដេអូវែងៗដូចជារឿងភាគរឿងអីចឹងទៅពីមុនភាគច្រើនគឺគេផុសរលុយជាមួយ Facebook តាម ad break ហើយឥឡូវក៏នៅតែរលុយបានដែរតាមរយៈ content monetization ឬគេហៅកាត់ថា CM ហ្នឹងហើយនេះកន្លែងនេះគឺកំពុងពេញនិយមជាងគេគឺផុសវីដេអូ carousel ឬជាទូទៅអ្នកនរគ្នាស្គាល់ថាជា PE ហ្នឹងគឺនៅពេលយើងផុសទៅវាចេញវីដេអូមួយចំហៀងហើយនឹងរូបមួយចំហៀងជាទូទៅគឺគ្នាយើងផុសដើម្បី build page ដោយសារវាងាយផ្ទុះជាងយើងផុសវីដេអូធម្មតាអញ្ចឹងណាហើយទៅយើងអាចដាក់ប៊ូតុង follow page នៅខាងក្រោមនេះបានទៀតហើយអ្នកខ្លះក៏ផុសដើម្បីដាក់ sponsor ដែរដោយសារយើងអាចដាក់រូប sponsor នៅមួយចំហៀងនេះទៀតអញ្ចឹងណាហើយកន្លែងផុស photo carousel នេះគឺវាស្តៀងនៅខាងលើដែរតែនេះយើងផុសរូបសុទ្ធក្នុងទម្រង់ជា carousel ដែលមានចាប់ពី2រូបដល់10រូបហើយនៅខាងក្រោមយើងអាចដាក់ប៊ូតុងបានដូចគ្នាសម្រាប់ឲ្យគេ follow page send message ចូល page អីចឹងទៅឬក៏យើងអាចដាក់ link ឲ្យគេចុចចូល website ក៏បានដែល like auto reply comment នេះគឺមានគ្រប់គម្រោងទាំងអស់ហ្មងគ្រាន់ថាវាខុសគ្នាចំនួន rule និយាយរួមគឺបើយើងជាវគម្រោងប្រមាណ$គឺយើងបានប៉ុណ្ណឹង rule auto reply comment ហ្នឹងគឺវាខុសពីauto comment ពីក្រោមបន្ទាប់ពីយើងផុសហើយដែលខ្ញុំបានប្រាប់នៅខាងលើមិញហ្នឹងណាអានេះគឺសម្រាប់ឆ្លើយតបពេលមានគេ comment នៅក្រោមផុសរបស់យើងគឺវាឆ្លើយតបទៅតាមការកំណត់របស់យើងដែលយើងបានកំណត់ថាយ៉ាងម៉េចនៅក្នុង rule ហ្នឹងឥឡូវយើងបន្តមកគម្រោងបន្ទាប់នៅក្នុងគម្រោង advanced នេះគឺយើងអាចប្រើគ្រប់មុខងារទាំងអស់នៅក្នុងគម្រោង standard តែយើងអាចដាក់ account Facebook ចូលរហូតដល់40 account ហើយនៅមានថែមមុខងារច្រើនទៀតដូចខាងក្រោមនេះសម្រាប់មុខងារ clone video នេះគឺយើងចូលកន្លែង clone ខាងលើនេះដោយមុខងារនេះគឺអនុញ្ញាតឲ្យយើងអាចទាញយកវីដេអូម្ដងមក profile ហ្មងដែលយើងគ្រាន់តែដាក់ link page link profile ឬក៏ link channel របស់គេអញ្ចឹងណាឥឡូវហ្នឹងវាអាចទាញពី Facebook ពី YouTube ហើយនិង TikTok ហើយទៅផុសចូល page របស់យើងក្នុងទម្រង់ជាវីដេអូធម្មតាជា reel ហើយនិង PE
ហើយថ្ងៃក្រោយទៀតទៅចាំខ្ញុំបន្ថែមប្រភពឲ្យបានច្រើនជាងហ្នឹងហើយយើងអាចផុសជាទម្រង់ផ្សេងៗច្រើនជាងហ្នឹងទៀតមុខងារ delete ផុសនេះគឺយើងចូលកន្លែងនេះគឺវាពិសេសត្រង់ថាយើងអាចលុបផុសចាស់ៗនៅលើ page របស់យើងបានលឿនជាងយើងលុបដៃម្ដងមួយដែលយើងគ្រីសផុសណាគឺវាលុបផុសហ្នឹងឬក៏យើងគ្រីសទាំងអស់វាលុបទាំងអស់តែហ្មងហើយកន្លែងផុស reel ហ្នឹងគឺយើងផុសវីដេអូខ្លីៗក្រោម1នាទីកន្លះអញ្ចឹងដើម្បីផុសគឺយើងត្រូវចូលកន្លែងនេះការបញ្ចេញដំបូងហ្នឹងគេផុស reel ដើម្បី build page ថ្មីដោយសារអីសម្បីតែ page 0 follower ក៏វីដេអូហ្នឹងអាចមាន view ហើយនឹងអាចផ្ទុះបានដែរបន្ទាប់មកគេចាប់ផ្ដើមរកលុយបានជាមួយនឹង add on reel តែឥឡូវក៏នៅតែដូចមុនដែរហើយយើងអាចរកលុយតាមរយៈ CM ម្ដងចំណែកវីដេអូ CTA នេះគឺចូលកន្លែងនេះអានេះគឺពេលផុសទៅវាដូចវីដេអូធម្មតាអញ្ចឹងគ្រាន់តែវាពិសេសត្រង់ថាយើងអាចដាក់ប៊ូតុង call to action ឬក៏ហៅកាត់ថា CTA ហ្នឹងនៅក្រៅវីដេអូហ្នឹងបានប៊ូតុង CTA ហ្នឹងដូចដែលយើងផុស PE ហ្នឹងគឺយើងអាចដាក់ប៊ូតុង follow send message download learn more អញ្ចឹងណាហើយទៅយើងអាចដាក់ link ឲ្យផ្សេងៗក៏បានដែរកន្លែង photo CTA ហ្នឹងវាដូចនឹងវីដេអូ CTA ដែរគ្រាន់តែនេះយើងផុសជារូបភាពហើយយើងអាចដាក់ប៊ូតុងដូចវីដេអូ CTA ដែរនេះអាហ្នឹងដល់ពេលយើងផុសរូបច្រើនស្លឹកទៅមកយើងដាក់5រូបហើយវាបង្កើតរូបថ្មីឲ្យយើងអូតូហ្មងយើងមិនបាច់ចាំបាច់ edit អីទេហើយវាលេខបូកប្រមាណហ្នឹងអាហ្នឹងយើងអាចកំណត់បានអញ្ចឹងដល់ពេលដែលគេមើលគេចុចលើរូបហ្នឹងទៅវាបើក website អញ្ចឹងណាអញ្ចឹងគេអាចរកលុយតាមរយៈ ad នៅលើ website លើអីចឹងទៅដោយ like instant experience នេះភាគច្រើនគេស្គាល់ថា swipe up អានេះក៏គេកំពុងពេញនិយមផុសដែរពិសេសអ្នកដែលរកលុយជាមួយ website ហើយចង់ទាញ traffic ទៅ website ដោយសារយើងអាចផុសវីដេអូហើយយើងភ្ជាប់ link website នៅក្នុងហ្នឹងពេលគេចុចឬក៏អូសទៅលើវានឹងបើក website ដែលយើងបានភ្ជាប់ហ្នឹងហើយកន្លែង post story នេះគឺយើង post story ដូចយើង post story ធម្មតាហ្នឹងគាត់ថាវាពិសេសត្រង់ថាយើងអាច schedule ឲ្យវាចេញទៅពេលណាក៏បានអញ្ចឹងណាឥឡូវយើងចូលដល់គម្រោងទី3គឺ professional គម្រោងនេះយើងត្រូវបង់មួយខែ$5ដែលយើងអាចប្រើគ្រប់មុខងារទាំងអស់នៅក្នុងគម្រោងទាំងពីរខាងលើមុនហ្នឹងណាហើយទៅយើងអាចដាក់ account រហូតដល់60 account នោះហើយនៅមានថែមមុខងារ2ទៀតគឺ live stream ហើយនិង edit photo សម្រាប់មុខងារ live stream នេះគឺវាពិសេសត្រង់ថាយើងអាច live វីដេអូដោយយើងមិនបាច់ចាំបើកទូរស័ព្ទឬក៏កុំព្យូទ័រចោលទេគ្រាន់តែយើងដាក់ link វីដេអូឬក៏យើង upload ចូលទៅហើយទៅយើងចុច live ទៅវា live ហើយកាន់តែពិសេសទៀតគឺយើងអាចដាក់វីដេអូច្រើនបន្តគ្នាបានហើយបើសិនជាវីដេអូយើងខ្លីយើងអាចឲ្យវា loop សារចុះសារឡើងប្រហែលដងក៏បានដែរហើយយើងអាច live ម្ដងបានច្រើន page ទៀតអញ្ចឹងនៅក្នុងគម្រោងនេះយើងអាច live ក្នុងមួយថ្ងៃបាន10ដងហើយក្នុងពេលតែមួយហ្នឹងគឺយើងអាច live បានតែមួយទេតោះតែយើងចាំឲ្យវា live ចប់សិនមិនយើងអាច live ថ្មីទៀតបានអញ្ចឹងណាហើយពេល live ហ្នឹងគឺយើងអាច live ទៅម្ដងបាន2 page យើងអាច live បានវែងបំផុតរយៈពេល2ម៉ោងទោះបីជាវីដេអូយើងវែងជាងហ្នឹងក៏វាបញ្ចប់អូតូដែរហើយគុណភាពវីដេអូយើងអាច live បានដល់480នៅលើវីដេអូហ្នឹងគឺយើងអាចដាក់ watermark បានដែលយើងអាចដាក់ជាអក្សរជារូបភាពឬក៏ជាវីដេអូក៏បានដែរដោយឡែកមុខងារ edit photo នេះគឺនៅពេលដែលយើងផុសរូបយើងអាចកែរូបភាពបានដែលយើងអាចបវល់អាចត្រឡប់កែទំហំ ratio កែពណ៌កែពន្លឺអីជាដើមហើយអាហ្នឹងបើសិនជាយើងផុសម្ដងច្រើនរូបយើងកែតែមួយយើងអាចចុច apply to all ក៏បានដែរឲ្យវាទៅគ្រប់រូបភាពទាំងអស់អញ្ចឹងណាមិនបាច់ចាំពិបាកយើងកែគ្រប់រូបទេតោះឥឡូវយើងបន្តមកគម្រោងទី4គឺ business ដែលយើងត្រូវបង់មួយខែ$10នៅក្នុងគម្រោងនេះគឺយើងអាចប្រើគ្រប់មុខងារទាំងអស់ហ្មងនៅលើ website ហើយយើងអាចដាក់ account Facebook ចូលរហូតដល់ទៅ120 account នោះចំពោះការ live វីដេអូវិញនៅក្នុងគម្រោងនេះគឺយើងអាច live បានរហូតដល់20ដងក្នុងមួយថ្ងៃហើយក្នុងពេលតែមួយនេះគឺយើងអាច live បានចំនួន2ដែលយើងមិនបាច់ចាំរងចាំ live ទី1ចប់សិនដូចមុនទេហើយនៅក្នុង live នីមួយៗនេះយើងអាច live ទៅម្ដងបាន4 page ហើយសម្រាប់រយៈពេល live អាចដល់4ម៉ោងទៅវាបញ្ចប់អញ្ចឹងណាហើយយើងអាច live បានគុណភាពរហូតដល់720ហើយយើងអាចដាក់ custom watermark ដោយអាគម្រោងខាងលើដែរ
នៅក្នុងកម្រងនេះមានបន្ថែមមុខងារសំខាន់មួយទៀតគឺ edit video មុខងារនេះគឺសំខាន់ណាស់សម្រាប់អ្នកធ្វើ content កាប់ដាវពលគឺយើងយកវីដេអូពីគេមកយើង edit ដើម្បីគេច copyright អញ្ចឹងទៅដែលនៅក្នុងនេះយើងអាចកែទំហំពវល់ត្រឡប់ក្របកែល្បឿនហើយយើងអាច trim វាហើយយើងអាចកែពណ៌កែពន្លឺយើងអាចដូរសលេងហើយទៅយើងអាចដាក់watermark នៅលើវីដេអូបានដូចជាយើងដាក់ជារូបភាពឬក៏យើងដាក់ជាវីដេអូឬក៏យើងសរសេរអក្សរក៏បានដែរបើសិនជាយើងផុសវីដេអូម្ដងច្រើនយើងអាចកែតែមួយហើយយើង apply ទៅគ្រប់វីដេអូទាំងអស់ក៏បានដែរមុខងារ edit video នេះគឺយើងអាចកែដោយផ្ទាល់នៅលើ website បានវាស្រួលជាងយើងកែវីដេអូនៅលើកម្មវិធីផ្សេងទៀតហើយយកមក upload អញ្ចឹងណាហើយយ៉ាងណាក៏ដោយវានៅតែមិនអាចគេចពី copyright បាន 100% ទេគឺវាអាស្រ័យលើការកែរបស់យើងហើយនឹងប្រភេទវីដេអូខ្លះសូម្បីតែយើងកែយ៉ាងម៉េចក៏វានៅតែអាចចាប់បានដែរអញ្ចឹងណាអញ្ចឹងយើងបន្តមកគម្រោងបន្តទៀតគឺ Enterprise ហើយគម្រោងនេះគឺ$20ក្នុងមួយខែដោយគម្រោងនេះគឺដូចនឹងគម្រោងមុនដែរគ្រាន់តែយើងអាចដាក់ account Facebook ចូលរហូតដល់ទៅ250 account ហើយសម្រាប់ការ live stream គឺមានចំនួនច្រើនជាងហើយនឹង live បានដល់6ម៉ោងជាមួយនឹងគុណភាពរហូតដល់1080យើងអាចកែវីដេអូបានដដែលហើយទៅចំនួន rule នៅក្នុង auto reply comment ហ្នឹងយើងអាចដាក់បានរហូតដល់ទៅ20 rule ឥឡូវយើងចូលដល់គម្រោងចុងក្រោយគឺ VIP តម្លៃ200ក្នុងមួយខែហើយសម្រាប់គម្រោងនេះគឺ unlimited ទាំងអស់ហ្មងដោយសារយើងប្រើ server ដាច់ដោយឡែកពីគេអញ្ចឹងណាយ៉ាងណាក៏ដោយគឺយើងមិនអាចទិញគម្រោងនេះដោយផ្ទាល់នៅលើ website បានដែរតើតាក់ទងមកខ្ញុំហើយខ្ញុំរៀបចំជូនហ្នឹងហើយអ្នកទាំងអស់គ្នាខ្ញុំសូមបញ្ចប់វីដេអូនេះតែត្រឹមនេះហើយបើមានបញ្ហាអីសូមកុំមានការស្ទាក់ស្ទើរអីអាចតាក់ទងមកខ្ញុំបានគ្រប់ពេលតាមរយៈលេខទំនាក់ទំនងនេះណាអញ្ចឹងសូមអរគុណបាយបាយ